ដូចខ្ញុំនិយាយចឹងលុបបានបាត់ចោលផ្នែកគំនិតយកមន្ត្រីរាជការទៅធ្វើឧបករណ៍របស់បកនយោបាយលុបចោលហ្មងបានដល់ស្រ័យចេញព្រោះមិនដើម្បីបកខ្លាំងទេជាតិដល់បកខ្លាំងពួកមន្ត្រីរាជការសពថ្ងៃគឺវាខូចដើម្បីបំរើបកវាលួចកេងអំពើពុករលួយនៅក្នុងស្ថាប័នវាទាញទៅវិញទៅមកហ្នឹងឧទាហរណ៍ឲ្យវាចុះមូលដ្ឋានវាទៅចុះមូលដ្ឋានវាត្រូវចាយលុយវាត្រូវចាក់សាំងវាត្រូវស៊ីបាយលុយមួយចំនួនវាត្រូវគិតគ្រួសាររបស់វាអញ្ចឹងវាយកឧបករណ៍របស់វាហ្នឹងដែលជាមន្ត្រីរបស់រដ្ឋហ្នឹងដែលអាចពុករលួយបានវាកេងមកពីហ្នឹងកេងវាទៅធ្វើអីបានហើយបើគិតត្រឹមប្រាក់ខែ1លាន2លានទៅចាយធ្វើអីចាយគ្រាន់ចាយធ្វើម៉េចចុះពីភ្នំពេញមកដល់បាត់ដំបងបើថាវាមានឡានមួយជិះអត់ណាបើគ្មាន$50សម្រាប់ចាក់សាំងទៅមកអត់ទាន់គិតហូបចុះបើអត់មានកន្លែងដេកតែផ្ទះថ្នាក់8រៀលមកបើមួយយប់2យប់ញ៉ាំបាយតែ10000 20000 100គ្រាន់ហើយយកឧបករណ៍ហ្នឹងមកធ្វើរបៀបម៉េចដល់អញ្ចឹងវាមិនទៅលួចនៅក្នុងហ្នឹងហ្នឹងហើយឃើញទេយើងហៅថាកទេលធំច្រឡំដេញដល់អញ្ចឹងវាឃើញទង្វើហ្នឹងពីក្រោមរហូតដល់លើវាឃើញដូចតែគ្នាហែងជួយអញជួយឯងហែងជួយអញជួយឯងអញដើម្បីជួយការពារបកឯងគាំទ្របកឯងអញត្រូវការលុយពីឯងដែរនេះប្រជាពលរដ្ឋខ្មែរចូលរួមនយោបាយនៅក្នុងនេះហ្នឹងណាសត្វថ្ងៃហ្នឹងជាតិសាសន៍យើងគឺអញ្ចឹងដែលគេប្រើទ្រឹស្ដីថាម៉េចប្រើគោបើអត់ឲ្យស៊ីស្មៅគោហ្នឹងវាមានកម្លាំងណាដែរមានន័យថាគេមកចូលរួមដើម្បីផលប្រយោជន៍ជាតិណាទល់តែមានឲ្យលុយគេត្រង់ចំណុចហ្នឹងក៏ឆ្លៀតបើករវងចោតទូទីហេតុបិទវិញសម្រាប់គណៈបកបំណងពលរដ្ឋដល់ពេលនេះក្នុងនាមខ្ញុំជាតំណាងនៃការដឹកនាំណាបើគ្មានកូនខ្មែរណាយល់ដូចខ្ញុំយល់ដូចក្រុមយើងដែលយើងធ្វើការនេះខ្ញុំអត់មានត្រូវការខ្ញុំអត់ត្រូវការខ្ញុំអត់ទៅអង្វរខ្ញុំអត់ទៅលួងខ្ញុំអត់ទៅអីទល់តែសោះអត់ទៅអីទល់តែសោះព្រោះខ្ញុំច្បាស់ក្នុងខ្លួនខ្ញុំថាអញធ្វើដើម្បីគេដែរបើគេមិនទាន់យល់ថាអញធ្វើដើម្បីគេអត់ចូលជារឿងធម្មតាពួកគេមើលឃើញអញថាវាធ្វើដើម្បីតែវាហ្នឹងវាចូលអាដាមក្រុកសាដើម្បីបានឈ្មោះបានអីវាបានលុយតែវាហ្នឹងធ្វើអីអញទៅតាមវាជារូបភាពវាមើលឃើញបែបអញ្ចឹងហើយយើងទៅប្រាប់ថាអញអត់អញ្ចឹងអញអត់អញ្ចឹងមិនអញឃើញហែងតែទិញឡានថ្មីដូរឡានថ្មីដែរអាហ្នឹងឯងដែលយើងពិបាកនិយាយដឹងតែភាសាខ្លះដែលថាយើងពុះទ្រូងអាកឲ្យមេគោមើលពីភាពស្មោះត្រង់យ៉ាងណាក៏មើលអត់បានដែរក៏មើលអត់បានដែរបើគាត់មានទិដ្ឋិបែបហ្នឹងហើយអាកសម្រាប់មុខគាត់ប្រមាណដងទៀតក៏គាត់មើលអត់បានដែរ